ខ្ញុំគិតថាអត់មាន power bank ណាដែលស្រួលប្រើដូច power bank នេះទេអ្នកនរគ្នាដោយសារតែ power bank នេះបានរួមបញ្ចូលនៅ3ឧបករណ៍ចូលគ្នាបង្កើតបានជា power bank នេះមួយទី1មាន power bank មានដុំសាកហើយនិងខ្សែសាកអញ្ចឹងបានបង្កប់នៅក្នុងតួខ្លួននេះតែមួយតែម្ដងអញ្ចឹងនៅពេលដែលអ្នកនរគ្នាចង់ធ្វើជាដុំសាកអ្នកនរគ្នាគ្រាន់តែទាញជើង AC plug នេះមកគឺអ្នកនរគ្នាអាចធ្វើជាដុំសាកបានហើយមួយទៀតបើសិនជា power bank នេះអស់ថ្មអ្នកនរគ្នាគ្រាន់តែយកទៅដោតជាមួយនឹងព្រីភ្លើងគឺសាកចូលទៅកាន់ power bank នេះបានភ្លាមៗតែម្ដងអញ្ចឹងវាងាយស្រួលក្នុងការប្រើប្រាស់មែនទែនហើយមួយទៀតគឺខ្សែសាកជាប្រភេទខ្សែសាកដែលយើងអាចទាញហូតចេញចូលបានដែលមានប្រវែង70សង់ទីម៉ែត្រអញ្ចឹងនៅពេលដែលអ្នកនរគ្នាត្រូវការសាកយើងគ្រាន់តែហូតចេញមកហើយជប់សាកយើងដាក់ចូលវិញទៅគឺរួចជាការស្រេចហើយអ្នកនរគ្នាហើយខ្សែសាកនឹងជាប្រភេទ Type C ណាអញ្ចឹងសម្រាប់បងប្អូនដែលមានទូរស័ព្ទ iPhone 15ឡើងទៅគឺអាចប្រើប្រាស់ជាមួយនឹងខ្សែសាកនេះហើយប្រភេទ Samsung នេះភាគច្រើនឥឡូវគេប្រើជាមួយ Type C ណាអញ្ចឹងក៏អាចប្រើប្រាស់បានដូចគ្នាដែរហើយចំពោះរុនសាកក៏មានរុនសាកចំនួន1ដែរជាប្រភេទ Type C ហើយរុននេះសាកចេញក៏បានសាកចូលមកកាន់តួខ្លួនរបស់ Power Bank វិញក៏បានដែរអញ្ចឹងខ្ញុំគិតថាអ្នកនរគ្នាអត់គួរមករំលងជាមួយនឹង Power Bank នេះទេហើយចំណុចមួយទៀតគឺមានសញ្ញាសម្គាល់ជាច្រើនមែនទែនតែចំណុចដែលពិសេសហ្នឹងគឺមានសញ្ញា C 3ដងដែលគេអនុញ្ញាតឲ្យយើងនឹងយកទៅតាមខ្លួនបានគ្រប់លានយន្តហោះជាពិសេសហ្នឹងគឺប្រទេសចិនតែម្ដង